គិតពីអនាគតមែនឬទេតើបងចង់ធ្វើនៅអ្វីដែលបងចូលចិត្តដែលត្រូវនឹងជំនាញសម្រាប់អាជីពនាពេលអនាគតដែរឬទេខ្ញុំចំណាយពេលក្នុងកសិដ្ឋានពេញមួយថ្ងៃដើម្បីរៀនអនុវត្តជាក់ស្ដែងទៅលើការចិញ្ចឹមត្រីក្នុងផ្នែកវារីវប្បកម្មខ្ញុំកំពុងរៀនអំពីវិទ្យាសាស្ត្រកែច្នៃអាហារនិងស្វែងរកឱកាសការងារពិតប្រាកដខ្ញុំអាចបង្វែរជំនាញរបស់ខ្ញុំទៅជាការជួសជុលកែច្នៃនិងបង្កើតអ្វីថ្មីៗតាមរយៈការរៀនជំនាញអគ្គិសនីខ្ញុំអាចប្រែក្លាយក្តីស្រឡាញ់របស់ខ្ញុំលើបច្ចេកវិទ្យាទៅជាអាជីពដែលមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននិងអនាគតខ្ញុំបានបង្វែរចំណង់ចំណូលចិត្តពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំនៅផ្ទះឲ្យទៅជាអាជីពក្នុងវិស័យកសិកម្មផ្នែកបសុវប្បកម្មហើយនេះខ្ញុំទទួលបានឱកាសសម្រាប់សិក្សាបន្តនិងទទួលបានអាហារូបករណ៍នៅកម្រិតឧត្តមសិក្សាក្នុងរយៈពេល3ឆ្នាំចាប់ពីឆ្នាំទី1ទី2និងទី3សិស្សមិនត្រឹមតែរៀនជំនាញបច្ចេកទេសនោះទេប៉ុន្តែថែមទាំងទទួលបានការសិក្សាជំនាញទន់ការចុះកម្មសិក្សាដោយផ្ទាល់ដំណើរទស្សនកិច្ចសិក្សាការចុះស្រាវជ្រាវហើយសិស្សទទួលបានបទពិសោធន៍នៃការអនុវត្តជាក់ស្ដែងដែលផ្សារភ្ជាប់ពួកគាត់ទៅនឹងឱកាសការងារពិតប្រាកដបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡាកំពុងតែផ្តល់សេវាអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទូរភូមិលើជំនាញចំនួន10ទី1ជំនាញអគ្គិសនីអេឡិចត្រូនិកមេកានិកសេដ្ឋសាស្ត្របសុវប្បកម្មកែច្នៃអាហារការិយាល័យជួរមុខគណនេយ្យកុំព្យូទ័រនិង Digital Media Design ការអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទូរភូមិពិតជាបានផ្ដល់នូវសារៈសំខាន់និងផ្ដល់ភាពអង្អាចដល់យុវជនតាមរយៈការទទួលបាននូវសមត្ថភាពចំណេះដឹងជំនាញផ្នែកអប់រំបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនៅពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតផងដែរអ្វីៗទាំងអស់នេះផ្ដើមចេញពីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសជាកន្លែងដែលអ្នកអាចទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមួយសម្រាប់ជីវិតវាគឺជាស្ពានឆ្ពោះទៅរកពិភពឱកាសការងារ